ស្រុកខ្មែរយើងមិនគួរណាខ្សោយតាក់ទងជាមួយនឹងកសិកម្មទេសន្តានដីក៏ល្អសីតុណ្ហភាពក៏ល្អដែរប៉ុន្តែនៅក្នុងប្រទេសកូរ៉េនេះវិញសីតុណ្ហភាពអត់អំណោយផលទេត្រជាក់ខ្លាំងហើយប៉ុន្តែគេបានសន្តានដីចំពោះនៅក្នុងប្រទេសអ៊ីស្រាអែលដែលខ្ញុំធ្លាប់ទៅសន្តានដីអត់មានជីជាតិទេទឹកក៏ខ្វះដែរចង់និយាយថាខ្វះយ៉ាងម៉េចគេមិនមែនខ្វះទឹកប្រើប្រាស់ទេប៉ុន្តែគេខ្វះទឹកសាបប៉ុន្តែគេអាចច្នៃពីទឹកសមុទ្រហ្នឹងមកជាទឹកសាបប្រើប្រាស់នៅក្នុងប្រទេសគេអញ្ចឹងគេខ្វះខាតតាក់ទងជាមួយនឹងប្រព័ន្ធទឹកនេះមួយទៀតចំណែកឯនៅស្រុកខ្មែរយើងវិញសន្តានដីក៏បានសីតុណ្ហភាពក៏បានអញ្ចឹងវាល្អគ្រប់សពហើយប៉ុន្តែបញ្ហាគឺខ្វះទីផ្សារអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើទៅរដ្ឋាភិបាលសូមមេត្តាជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទៅខ្ញុំគិតថាកសិកម្មនឹងដើរទៅហើយជាពិសេសបិទការនាំចូលពីក្រៅប្រទេសសូម្បីតែខ្ទឹមនាំចូលមកពីវៀតណាមរាប់តោនប៉ុន្តែក្នុងស្រុកយើងខ្ញុំគិតថាអាចដាំខ្ទឹមបានដែរអ្នកខ្លះដាំបានហើយប៉ុន្តែដោយសារតែខ្វះទីផ្សារដោយសារតែការនាំចូលមកពីប្រទេសខាងក្រៅនឹងច្រើនពេកអញ្ចឹងធ្វើឲ្យទីផ្សារគាត់នឹងដួលគាត់អត់ដាំបន្តទៀតទេព្រោះវាខាតអញ្ចឹងបើសិនជាល្អរដ្ឋាភិបាលគួរតែគិតគូរតាក់ទងជាមួយនឹងការនាំចូលផលិតផលកសិកម្មនេះឲ្យពង្រឹងសមត្ថភាពប្រជាពលរដ្ឋដែលនៅក្នុងស្រុកយើងហ្នឹងកសិកម្មយើងនឹងល្អហើយរដ្ឋាភិបាលគួរតែរកទីផ្សារសម្រាប់ប្រជាពលរដ្ឋខ្មែរមិនខ្ជិលទេបងប្អូនធ្វើការខាងកសិកម្មនេះអត់ខ្ជិលទេគាត់ព្យាយាមណាស់គិតមើលទៅការធ្វើស្រូវក៏ដោយត្បិតតែគាត់ខាតមែនណាចំណេញតិចតួចមែនណាប៉ុន្តែគាត់នៅតែអាចធ្វើបានអញ្ចឹងឲ្យតែរដ្ឋាភិបាលអាចរកទីផ្សារឲ្យគាត់បានតាក់ទងជាមួយនឹងកសិកម្មហើយប្រជាពលរដ្ឋហ្នឹងដូចគ្នាបងប្អូនគួរតែជ្រើសរើសការធ្វើកសិកម្មណាដែលមិនសូវមានការប្រកួតប្រជែងបងប្អូនមើលតែស្រូវទៅប្រទេសខ្លះគេអត់នាំស្រូវចូលទេទោះបីជាប្រទេសគេខ្វះខាតស្រូវក៏ដោយឥឡូវបងប្អូនអាចសួរនាំតាក់ទងជាមួយនឹងស្រូវអ្នកនៅក្នុងប្រទេសជប៉ុនណាអ្នកនៅក្នុងប្រទេសជប៉ុនមួយឆ្នាំគឺខ្វះអង្ករហូបហើយឥឡូវបងប្អូនអាចសួរគាត់បានប៉ុន្តែគេអត់នាំចូលទេពីព្រោះបើសិនជាគេនាំចូលស្រូវពីប្រទេសក្រៅចូលទៅវាធ្វើឲ្យតម្លៃកសិផលស្រូវនៅក្នុងស្រុកគេនឹងចុះថោកអញ្ចឹងគេអត់ចំណេញអញ្ចឹងគេសុខចិត្តឲ្យខ្វះខាតដើម្បីឲ្យកសិផលគេហ្នឹងវាស្មើភាពជាមួយនឹងការផលិតបងប្អូនលក់បានថ្លៃអញ្ចឹងការផលិតស្រូវនេះការប្រកួតប្រជែងនេះវាពិបាករកទីផ្សារបន្តិចអញ្ចឹងបងប្អូនគួរតែធ្វើកសិកម្មណាដែលមិនសូវមានការប្រកួតប្រជែងឥឡូវបងប្អូនមើលតែការដាំខ្ទឹមមួយចុះការដាំខ្ទឹមនៅស្រុកខ្មែរយើងនេះនាំចូលមកពីគេច្រើនណាស់អញ្ចឹងខ្វះខាតបងប្អូនគួរតែមើលចំណុចនេះមួយហើយតាក់ទងជាមួយនឹងម្ទេសប្រភេទនេះបងប្អូនម្ទេសប្រភេទនេះគឺការបរិភោគភាគច្រើនគឺតាមហាងអីគឺជាតម្រូវការហើយនៅស្រុកខ្មែរយើងក៏អត់ទាន់មានដាំដែរម្ទេសប្រភេទនេះបងប្អូនគួរតែជ្រើសរើសប្រភេទកសិកម្មបែបនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគ្រាន់តែសូមបងប្អូនជួយ share ម្នាក់មួយទៅសូមឲ្យរដ្ឋាភិបាលជួយរកទីផ្សារសម្រាប់កសិកម្មស្រុកខ្មែរទៅបងប្អូនធ្វើកសិកម្មយើងដើរអំណោយផលហើយបងប្អូននេះបងប្អូនម្ទេសប្រព័ន្ធនេះផ្លែធំចែករសជាតិវាដូចជាសក់យ៉ាងអត់ហិលទេយើងអាចហូបបានដូចជាសក់យ៉ាងដូចជាគេហៅម្ទេសម៉ាឡេហ្នឹងឯងម្ទេសម៉ាឡេដូចហិលទេប៉ុន្តែម្ទេសនេះមិនដឹងថាម្ទេសអីគេប៉ុន្តែដាំនៅក្នុងប្រទេសកូរ៉េអត់ហិលទេ